Hello សួស្តីអ្នកទាំងនេះបាទជើងវិលត្រឡប់ជើងនេះដល់ទៅជាមួយនឹងរឿងទឹកដីធម្មពលវិញ្ញាណវគ្គ2នៅក្នុងឈុតភាគទី166នៃផាទី1បន្តទៀតអញ្ចឹងខ្ញុំសូមធ្វើការអរគុណដល់ fan ពិសេសរបស់ខ្ញុំគឺបងសុកដារ៉ូបាទដែលតែងតែលើកទឹកចិត្ត admin កន្លងមកហើយក៏បានឧបត្ថម្ភ admin $2បន្ថែមទៀតផងដែរហើយនឹងបងសឹមអូនបាទ50សេនដូចគ្នាអញ្ចឹងសូមជូនពរឲ្យអ្នកទាំងពីរជួបតែសុខសប្បាយសុវត្ថិភាពទទួលរកស៊ីមានបានធ្វើដំណើរទៅទីជាតិទីខែជួបតែសុខសប្បាយសុវត្ថិភាពតាមផ្លូវហើយបើសិនជាគ្នាយើងចង់លើកទឹកចិត្ត admin ដើម្បីធ្វើវីដេអូបន្តអាចមើលតាម QR code នៅលើអេក្រង់នេះក៏បានដែរនៅពេលនេះដែរនឹងធ្វើការនិយាយអំពីការស្លាប់របស់ខ្លាខ្ញារដំរីចាងពឹងនិងការបង្ហាញខ្លួនរបស់ចុងលីហួយហាមួយទៀតក៏បានលេចខ្លួនឡើងមកភ្លាមៗពីក្រោយខ្នងរបស់ខ្លាខ្ញារដំរីទូលូចាងពឹងនេះគឺជាដែនដីជ្រាលជ្រៅព្រលឹងដែលជាជំនាញប្រភេទដែនដីទី2របស់ហួយហាដែលទទួលបានពីកងព្រលឹង1លានឆ្នាំរបស់ដង្កូវទឹកកក Sky Mage ធានមឹងរលកធម្មពលព្រលឹងដែលគួរខ្លាំងក៏បានផ្ទុះឡើងខណៈដែលកញ្ញាំខ្លាខ្មុំមីខ្មៅរបស់ហួយហាក៏បានហើយកាត់នៅលំហអាកាសសម្ដៅទៅកំទេចរាងកាយពិតនៃអាវុធព្រលឹងដ៏ធំរបស់ចាងពឹងដោយសារតែរងឥទ្ធិពលអំពីការបំផន់ព្រលឹងរបស់ហួយហាដែលធ្វើឲ្យចាងពឹងមិនអាចគេចផុតអំពីការវិបហាននេះបានឡើយប៉ុន្តែនៅពេលដែលកញ្ញាំរបស់ហួយហាវាចំរាងកាយរបស់ខ្លាខ្ញាដំរីពិតប្រាកដរបស់ចាងពឹងរហូតដល់បែកខ្ទេចខ្ទីស្រាប់តែមានស្មោលខ្មៅមួយក៏បានលេចឡើងយ៉ាងស្ងាត់ពីក្រៅខ្នងហួយហាជាមួយនឹងផ្លែដាវដ៏មុតស្រួយតម្រង់ចាក់ទម្លុះបេះដូងរបស់គាត់នេះគឺជាសត្វស៊ីខាដាខ្ញុំមិនដឹងថាខ្មែរគេហៅថាអ្វីនោះទេហើយវាក៏ជាជំនាញការពារស្វ័យប្រវត្តិដ៏អស្ចារ្យរបស់ខ្លាខ្ញាដំរីទូលូដែលនឹងដំណើរការនៅពេលដែលប្រឈមមុខនឹងការវិបហាដែលមិនអាចការពារបានការប្រើប្រាស់នៃធម្មពលព្រលឹង 30% ដើម្បីបញ្ជូនខ្លួនគាត់ទៅកន្លែងណាមួយក្នុងចម្ងាយ 1000 ម៉ែត្រនិង 30% ទៀតដើម្បីវិបហាត្រឡប់មកវិញក្នុងកម្រិតកំពូលចាំងពឹងដឹងថាគាត់មិនអាចគួរប្រជែងធម្មពលផ្លូវចិត្តជាមួយនឹងហួយហាបានទេទើបគាត់សម្រេចចិត្តជោគនឹងជីវិតធ្វើជាដើមទុនដែលព្រមទទួលរងនៃឥទ្ធិពលទាំងស្រុងពីការបំផាត់ព្រលឹងដើម្បីស្វែងរកនៅអាកាសប្រើប្រាស់នៅសត្វស៊ីខាដាវាជោគឈ្នះឬក៏រត់គេចខ្លួនទោះជាយ៉ាងណាក៏ដោយការវិប្រហាររបស់គាត់ក៏បានខកគោលដៅព្រោះហួយហានៅតែមាននៅជំនាញរុករោគព្រលឹងដែលអាចឲ្យគាត់ចាប់បានអំពីរលកធម្មពលរបស់ចាងពឹងស្ទើរតែធ្លាឈាមដោយសារតែការវិបហាខកខានដ៏គួរឲ្យសោកស្ដាយនេះភ្លាមនោះហួយហាក៏បានលេចខ្លួននៅក្រៅខ្នងចាងពឹងវិញហើយខ្លាឃុំកញ្ញាមាសខ្មៅប្រវែង30សង់ទីម៉ែត្រក៏បានចាក់ទម្លុះពីក្រៅខ្នងទៅដល់ដើមទ្រូងរបស់ខ្លាខ្ចារដំរីទូលូដោយដឹងខ្លួនថាត្រូវស្លាប់ចាងពឹងពោពេញទៅដោយភាពឈួតលីលាមិនព្រមចោះចាញ់ក៏បានសម្រេចចិត្តបំផ្ទុះសណូលព្រលឹងរបស់ខ្លួនឯងដែលមានកម្លាំងស្មើទៅនឹងក្របកំភ្លើងធំធម្មពលព្រលឹងថ្នាក់ទី9ដើម្បីជោគនៅហួយហាទៅស្លាប់ជាមួយគាត់បានប្រើនៅកម្លាំងចុងក្រោយរួញរាងកាយនិងប្រើនៅកញ្ញាំខ្លារបស់គាត់ចាប់នៅកញ្ញាំរបស់ហួយហាជាប់ដើម្បីរៀបរៀងមិនឲ្យរត់គេចខ្លួនទោះជាយ៉ាងណាហួយហាមិនបានភ័យស្លន់ស្លោឡើយគាត់ត្រឹមតែមាននៅខ្សែភ្នែកអាណិតអាសូរចំពោះបរិះដែលចិត្តស្លាប់នេះហួយហាបានយកនៅដៃឆ្វែលទៅដាក់ពីលើខ្នងរបស់ចាងពឹងយ៉ាងស្ងៀមស្ងាត់រួចបញ្ចេញនៅជំនាញកំហឹងអាល់ទីម៉េតកដែលធ្វើឲ្យពន្លឺពណ៌បៃតងលីខៀក្រនដប់ពេញរាងកាយរបស់ចាងពឹងភាពត្រជាក់ដ៏សែនកាយសាហាវនេះក៏បានបង្កកឈាមសាច់ដុំឆ្អឹងនិងសំបីតែស្នូលព្រលឹងដែលកំពុងរៀបនឹងផ្ទុះរបស់ចាងពឹងក៏ត្រូវបានកកបញ្ឈប់ចាងពឹងមិនអាចសំបីតែស្រែកចេញមកក្រៅបានបន្ទាប់ពីញែកខ្លួនចេញហួយហាក៏បានបញ្ជូនខ្លួនទៅឆ្ងាយ 1000 ម៉ែត្ររួចរាងកាយរបស់តែនសិនដិនទូលូចាងពឹងក៏បានផ្ទុះបែកខ្ទេចខ្ទីជាអណ្ដាតភ្លើងពណ៌បៃតងលីខៀរលីបាត់ទៅនេះគឺជាជ័យជំនះទី4របស់ហួយហាហើយដែលធ្វើឲ្យទស្សនិកជនទាំងអស់ធ្លាក់ក្នុងសភាពស្ងប់ស្ងាត់ត្បិតអ្នកខ្លាំងពីអ្នកហើយដែលត្រូវបាត់បង់ជីវិតជើងលូដែលជាមេដឹកនាំកម្ពុជារបស់វិហារភ្លើងបសុតមានទឹកមុខខ្មៅងងឹតដោយសារតែការខាតបង់យ៉ាងធ្ងន់ធ្ងរគាត់គ្មានជំរឿអ្វីក្រៅពីចេញមកទៅចាប់ហួយហាដើម្បីស្រោចស្រង់នូវកិត្តិយសរបស់គាត់នៅចំពោះមុខកងទ័ពអាណាចក្រសូរ្យន្ទ្រានោះទេហួយហាបានប្រើប្រាស់នៅការបង្កក់នៃស្មៅផ្កាយអានេះដើម្បីប្រមូលផ្ដុំនៅធាតុកកហើយនឹងស្ដាថ្មពលព្រលឹងរបស់គាត់ឡើងវិញយ៉ាងឆាប់រហ័សព្រោះគាត់ដឹងថាការបញ្ចុះបន្ទាប់ទៀតនេះគឺជាការបញ្ចុះដ៏ស្វិតស្វាញបំផុតបន្ទាប់ពីឆ្លងកាត់ការបញ្ចុះ4ដងជាប់គ្នាជុងលីអូបានបញ្ចេញនៅកងព្រលឹងរបស់គាត់ដែលមានត្រឹមពណ៌ខ្មៅ6ហើយនិងក្រហម3ដែលធ្វើឲ្យយីសាជេមានការចង្អល់ចង្ក្លាងចំពោះការកើនឡើងកម្លាំងដ៏គួរឲ្យខ្លាចនេះជុងលីអូបានហានៅដំបងវេទមន្តពណ៌ខ្មៅមួយចេញមកព្រមទាំងមានស្រមោលខ្មៅលេចឡើងនៅពីក្រៅខ្នងរបស់គាត់ប្រជាជនជឿជាក់ថាព្រលឹងអាវុធរបស់ជើងលីអូបានវិវត្តនឹងខ្លាំងជាង
អាចចងបីសាយបលឹងឈាមរបស់យេស៊ូជួយទៅទៀតប្រជាជនក៏បានយល់អំពីចេតនារបស់ហូយហាផងដែរគឺការប្រើប្រាស់នៃការបញ្ចុតស្លាប់រស់នេះដើម្បីជំរុញសក្តានុពលខ្លួនឯងនិងធ្វើឲ្យស្នូបលឹងទាំងពីររបស់គាត់ដំណើរការបានកាន់តែល្អឥតខ្ចោះដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃអនាគតបន្ទាប់មកជងលីអ៊ូក៏បានបញ្ចេញនៅក្បាលនាគពណ៌ខ្មៅដ៏ធំសម្បើមមួយចេញពីដំបងរបស់គាត់លេចចេញបន្តិចម្ដងបង្ហាញរូបរាងពេញលេញគឺជាស្ដេចនាគរាជឆ្អឹងប្រវែងជាង100ម៉ែត្រដែលផ្សំចេញពីឆ្អឹងពណ៌ខ្មៅសុទ្ធសាធព្រមទាំងមានពន្លឺពណ៌បៃតងរំលែងនៅក្នុងភ្នែករបស់វារូបភាពនៃការសម្លាប់រង្គាលភ្នំសាកសពនិងសម្លេងស្រែកធ្ងររបស់ពលឹងសត្វរាប់មិនអស់ក៏បានលឺឡើងជុំវិញនាគនោះជងលីអ៊ូក៏បានបញ្យល់ថាគាត់បានរកឃើញនៅឆ្អឹងនាគនេះពីទីតាំងប្រវត្តិសាស្ត្រដែលវាផ្ទុកនៅធម្មពលគ្រប់គ្រងធាតុនៃស្ដេចនាគប្រាក់ធ្វើឲ្យពលឹងរបស់គាត់មិនអាចវិនិច្ឆ័យបានគាត់ចំណាយពេល10ឆ្នាំដើម្បីចាប់វាធ្វើជាវិញ្ញាណសត្វហើយធម្មពលរបស់វាក៏បានជួយឲ្យគាត់ទម្លុះក្លាយទៅជា Transcendental ការបង្ខំឲ្យគាត់បញ្ចេញនៅធម្មពលរបស់ស្ដេចនាគឆ្អឹងនេះគឺជាមោទនភាពសម្រាប់ហូយហាវហើយការបញ្ចុះកញ្ចប់ផ្ដើមនៅពេលដែលជងលីអ៊ូបញ្ជាឲ្យស្ដេចនាគឆ្អឹងប្រើប្រាស់នៅធម្មពលនៃខ្យល់មេឃហើយនិងពពកខ្មៅក៏ប្រែក្លាយទៅជាពណ៌បៃតងជាប់ជួបកំបុតត្បូងក៏បានកើនឡើងបោកយ៉ាងខ្លាំងក្លារហូតធ្វើឲ្យការបង្កប់នៃស្មារតីនេះរបស់ហូយហាក៏ត្រូវបានរលាយបាត់ភ្លាមហូយហាបានដឹងថាធម្មពលនេះបានមកពីសមត្ថភាពគ្រប់គ្រងធាតុនៃស្ដេចនាគរាជប្រាក់ហើយជងលីអ៊ូបានសម្លាប់នៅសត្វព្រលឹងរាប់មិនអស់ដើម្បីយកមកធ្វើជាចំណីបំពន់នៃស្ដេចនាគរាជឆ្អឹងនេះគឺជាមូលហេតុដែលជងលីអ៊ូចង់សម្លាប់និងគ្រប់គ្រងទីធានជាវិញ្ញាណសត្វថ្មីរបស់គាត់ផងដែរហូយហាបានហោះឡើងទៅលើមេឃប៉ុន្តែគាត់ជំអើជាខ្លាំងនៅពេលដែលដឹងថាខ្យល់ព្យុះជុំវិញត្រូវបានស្រូបជោគអស់ដែលធ្វើឲ្យគាត់មិនអាចគ្រប់គ្រងរាងកាយនិងប្រើប្រាស់នៅធម្មពលព្រលឹងឬក៏ហោះហើរបានដោយធម្មតាផ្លែដាវខ្យល់ពណ៌បៃតងដ៏ធំសម្បើមក៏បានវាយប្រហារមកលើហូយហាពីគ្រប់ទិសទីក្នុងពេលដែលគ្រោះថ្នាក់ហូយហាក៏បានប្រើប្រាស់នៅធម្មពលលំហនិងផ្លាទីខ្លួនឯងភ្លាមគេចផុតអំពីការវិភាគដំបងជងលីអ៊ូមានការផ្អើលយ៉ាងខ្លាំងព្រោះមានតែអាល់ទីមេតទូលូប៉ាណូដែលអាចប្រើប្រាស់នៅធម្មពលលំហបានប៉ុន្តែដោយសារតែហួយហាមានស្នូលពលឹងទី2ដែលបង្កើតតាមរយៈការបំពេញបន្ថែមនៃជីនយ៉ាងគឺគាត់អាចយល់ដឹងអំពីញៀនចំពោះលំហបានល្អជាងមុនទោះបីជាការប្រើប្រាស់របស់គាត់នៅមានកម្រិតក៏ដោយការប្រឈមមុខនឹងផ្លែដាវខ្យល់ទាំងនេះកាន់តែធ្វើឲ្យហួយហាយល់ដឹងអំពីធម្មពលលំហនិងចំណុចនៃពេលវេលាបានកាន់តែស៊ីជម្រៅទោះបីជាគាត់មិនអាចគេចផុតអំពីគ្រប់ផ្លែដាវក៏ដោយក៏អាក្រក់អតិទេពទៅកកសង្គ្រាមរបស់គាត់នៅតែអាចការពារមិនឲ្យរត់របួសដោយឃើញដូច្នេះជងលីអ៊ូក៏បានបដូរយុទ្ធសាស្ត្រដោយបញ្ជាព្យុះកំបុតត្បូងតូចៗជាច្រើនឲ្យរួមបញ្ចូលគ្នាបង្កើតទៅជាព្យុះដ៏ធំសម្បើមដែលមានកម្លាំងខ្លាំងរហូតដល់អាចហែកនៅលំហអាកាសដើម្បីរារាំងមិនឲ្យហួយហាប្រើប្រាស់នៅធម្មពលលំហបានទៀតជងលីអ៊ូមិនចង់សម្លាប់ហួយហាទេតែគាត់ចង់អូសបន្លាយនៃការបញ្ចុតដើម្បីឲ្យគេអស់កម្លាំងនិងចាប់យកមកធ្វើជាព្រះបុត្រាពិសិដ្ឋនៃវិហារខ្មោចពិសិដ្ឋខណៈដែលស្ដេចនាគរាជឆ្អឹងរបស់គាត់អាចគ្រប់គ្រងនៅធាតុខ្យល់បានយ៉ាងល្អជួយសន្សំសំចៃនៃការប្រើប្រាស់ធម្មពលរបស់គាត់បានយ៉ាងច្រើនទោះជាយ៉ាងណាហួយហាមិនខ្វល់នឹងស្ថានភាពនេះទេរាងកាយរបស់គាត់យល់ទៅយល់មកនៅកណ្ដាលនៃខ្យល់គួចខណៈដែលអាក្រក់អតិទេពសង្គ្រាមតកបញ្ចេញនៅពន្លឺពណ៌ខៀវងងឹតទប់ទល់នឹងខ្យល់ព្យុះទាំងនោះគាត់សន្សំយកដៃប្រមូលផ្ដុំនៅចរន្តខ្យល់នៅក្នុងដៃបង្កើតទៅជាស្វែខ្យល់តូចមួយដែលវិលបញ្ច្រាស់ទើបពីខ្យល់កំបុតត្បូងដែលមានរូបស្រមោលរបស់ខ្យារំរៃអាតេរីកុយតកលេចឡើងនៅក្រៅក្នុងរបស់គាត់ស្វែនោះចាប់ផ្ដើមធំឡើងបន្តិចម្ដងហើយបញ្ចេញនៅពន្លឺធម្មពលរបស់វាប៉ុន្តែត្រូវបានព្យុះបំផ្លាញវាបំបីភ្លាមនៅពេលដែលវាប៉ះគ្នានោះតែគូសរសៃស្អីយើងក៏ស្លែប៉ុណ្ណេះពីនេះដែររៀងខ្លីបន្តិចហើយសូមអធិស្ឋានផងជួបគ្នានៅថ្ងៃស្អែកបន្តទៀត